សួស្តីអ្នកនរគ្នានឹងឲ្យស្វាគមន៍ជាថ្មីមកកាន់វីដេអូរបស់ខ្ញុំហើយវីដេអូនេះក៏រាំងយូរដែរត្រឹមបានមានពេលកាត់ដាក់អ្នកនរគ្នាវីដេអូនេះគឺវីដេអូខ្ញុំទៅកំពង់ធំអ្នកនរគ្នាប្រហែលជាដូចជាផ្លេចថ្ងៃបាត់ហើយប្រហែលជាខ្ទង់ថ្ងៃ10ជាងអ្នកនរគ្នាអត់ចាំថ្ងៃទេប៉ុន្តែគាត់ថា10ខ្ទង់13ដឹង19ហ្នឹងក្នុងថ្ងៃ19ខែមីនាហ្នឹងឆ្នាំ2024ហើយវីដេអូនេះខ្ញុំបង្ហាញពីសកម្មភាពមួយចំនួនដែលខ្ញុំធ្វើដំណើរទៅខេត្តកំពង់ធំតាំងយប់ដល់អ្នកនរ4កន្លះនេះលើកទី1ជិះឡានស្មានទៅកំពង់ធំតាំងយប់ហើយទៅដល់ហ្នឹងភ្លឺទៅម្ដងអ្នកនរហើយបងគាត់មកយកតាំងយប់ទៅម្ដងអ្នកនរ4កន្លះអញ្ចឹងឲ្យតែចែងធ្វើដំណើរទៅលើកណាម្ដងគេមិនដែលលក់ទេអ្នកនេះមិនដែលលក់ឆ្អែតគ្រប់ទេអ្នកនេះភាសាតែយើងចេះតែគេទៅលឺម៉ោងរោម៉ោងអីចឹងទៅចេះតែញាក់អញ្ចឹងហើយគេសង្កមវិញខ្លាចលើបម៉ោងអញ្ចឹងអ្នកនេះហើយគាត់ចាំអញ្ចឹងវីដេអូនេះរាំងងឹតតិចរាំងក្បាលវីដេអូតែបន្ទាប់ពីតាទៅរាំងភ្លឺឯអ្នកនេះភាសាតែជីកាត់ហើយនេះគឺជាទស្សនវិជ្ជាក្រុងសៀមរាបពេលយប់នេះរៀងងឹតតិចហើយប៉ុន្តែវាមិនអីទេមានភ្លើងប្រឹមដែរតាមផ្លូវនេះតែតាមផ្លូវនេះផ្លូវជាលេខ6យើងហ្នឹងឯងនេះហ្នឹងហើយមានភ្លើងពណ៌ចម្រុះនេះភ្លើងស្អាតតាមផ្លូវហើយនេះគឺជាម្ដុំផ្សារលើរបស់យើងកាត់មកកន្លែងនេះគឺម្ដុំផ្សារលើទាំងអស់នេះម៉ោង4ជាងអ្នកនេះ4ជាងដូចចេញមកម៉ោង4កន្លះមិនដឹងតែក៏ប៉ុណ្ណឹងហើយនេះប្រហែលជាម៉ោងហើយឃើញថានៅច្រើនលក់ដូរអញ្ចឹងអ្នកនេះតាមផ្លូវអញ្ចឹងលក់ដូរច្រើនដូចផ្សារដំកូនៅផ្សារដំកូនៅពេញអញ្ចឹងនេះគេមកយកវ៉ាន់បោះដុំបោះអីអញ្ចឹងទៅអ្នកនេះពិសាលើយើងនឹងច្រើនអញ្ចឹងនេះគឺជាទស្សនវិជ្ជាទៅតាមផ្សារពេលផលិតផលនេះហើយឃើញថានេះគឺផ្លូវស្អាតហ្នឹងនេះនិយាយរួមទៅវាជាបទពិសោធន៍ថ្មីមួយដែរសម្រាប់ខ្ញុំទៅពេលយើងអត់ដែលធ្លាប់ទេណាជាឡានពេលយប់ម៉ោង4កន្លះដល់ព្រលឹមអញ្ចឹងនេះហើយឃើញស្រាប់ហើយទស្សនវិជ្ជានៅក្នុងក្រុងយើងភ្លើងក៏អត់ទាន់លោតប្រហោបស្លុបមួយឡើងនៅតែភ្លើងក្រូចឡើយទេនេះភ្លើងផ្លែតចឹងហ្នឹងហើយឥឡូវយើងបានជិះមកដល់កំពង់ធំនេះភ្លឺកំពង់ធំម្ដងនេះស្អាតមែនទិដ្ឋភាពតាមផ្លូវនៅកំពង់ធំយើងខ្ញុំខាន់មានអារម្មណ៍បែបនឹងយូរដែរទីពីព្រឹកព្រលឹមបែបហ្នឹងគឺស្រស់ស្រាយមែនទែនអ្នកនរគ្នាថ្ងៃចាំងរាំងព្រាចាំងជាមួយនឹងភ្លេចជាមួយនឹងវាស្រ័យយើងហ្នឹងអ្នកនរគ្នាដោយសារតែខែនេះរាំងខែជាខែប្រាំងចឹងមើលទៅរាំងក្រៀមក្រោះហើយកន្លែងខ្លះក៏ប្រមូលផលហើយកន្លែងខ្លះក៏អត់ប្រមូលផលហើយកន្លែងខ្លះក៏ដុតច្រាំងទៀតទាំងនេះតាមផ្លូវមានអារម្មណ៍ថាប្លែកតែម្ដងដែលយើងបត់ពិសោធន៍យើងធ្វើដំណើរពេលព្រឹកព្រលឹមចឹងអ្នកទៀតហើយនេះគឺជាតាមដងផ្លូវពេលព្រឹកព្រលឹមតែម្ដងខ្ញុំថតចេញពីក្នុងឡានរបស់អ្នកនេះជាស្រ័យប្រសិនបើវីដេអូរាំងស្អាប់ដូចជាពួកកញ្ចក់ឡានទេបងប្អូនស្អាប់ទេថតពីក្នុងឡានទៅរាំងស្អាប់ទៅក៏ពិបាកអញ្ចឹងនេះហើយនេះទស្សនវិជ្ជាតាមដងផ្លូវតែម្ដងលយមែនតើស្រស់ស្អាតហើយគេថាជាលើកទី1ផងដែរនេះខាន់លើកច្រើនដល់ប៉ុន្តែវាតែជាលើកទី1ក្នុងប្រហែលឆ្នាំក្រោយនេះបានធ្វើដំណើរពេលព្រឹកព្រលឹមទាំងមួយគេអត់អស់មួយនេះចេះតែនាំតកងឡាននិយាយនេះពីលើកនេះគ្រប់គ្នាបាត់ភ្ញាក់តាំងម៉ោង3ហើយយើងស្រូតទៅមិនធ្វើដំណើរទៅដល់កំពង់ធំម៉ោងខ្ទង់6 7អញ្ចឹងទៅយើងអាចទៅរកទស្សនៈគេងសម្រាប់បន្តិចមុនយើងចូលរួមកម្មវិធីខាសាលាអញ្ចឹងនេះគឺចំណុចម្ដុំព្រៃប្រោះយើងហ្នឹងស្
ស្អាតមែនតើព្រឹកឡើងហើយស្អាតហើយអ្នកនេះឃើញហើយស្រស់ស្រាយមែនតើព្រឹកបហៀមនៅម្ដុំព្រែកប្រុសស្ទងយើងនេះធំល្វឹងក៏ខ្ញុំអត់ដែលបានមើលពេលព្រឹកទេប៉ុន្តែនេះជាលើកទី1ហើយយើងឃើញថាថ្ងៃកំពុងភាពរះតិចព្រឹមតាមនេះហើយនេះស្អាតមែនតើហើយខេត្តកំពង់ធំគឺជាខេត្តមួយដែលមានសក្តានុពលជាពិសេសការធ្វើដំណាំផ្សេងការកសិកម្មដូចជាធ្វើបាយទីដំណាំអីផ្សេងចឹងទៅមានកស៊ូមានអីចឹងទៅឡូងអីចឹងទៅចាឥឡូវយើងចូលដល់ផ្លូវបដុំវត្តក្រុងហ្នឹងនេះបដុំវត្តក្រុងសង្ស័យហ្នឹងតាមដងផ្លូវឥឡូវផ្លូវនេះគេក្រងបរិចនេះបរិចថែមទៀតក្នុងក្រុងចឹងដើម្បីបានកន្លងផ្លូវធំចឹងមានកន្លងធំដើម្បីងាយជីឡាតែនិយាយនេះហួសផ្លូវនេះឥឡូវកាច់ចូលផ្លូវវិញក្នុងក្រុងវិញនេះផ្លូវដែលយើងនេះគឺគេកំពុងរៀបចំជួសជុលផ្លូវជាតិលេខ 6 ហ្នឹងកំពុងរៀបចំជួសជុលឡើងវិញដើម្បីធ្វើរក្សាឡើងផ្លូវជាតិលេខ 6 ហ្នឹងព្រោះផ្លូវបរិកឡងធំហើយនេះគឺជាទស្សនវិជ្ជានៅក្នុងក្រុងស្ទឹងតានតែម្ដងនេះប្រព្រឹត្តស្កាត់មែនតើអ្នកនេះអត់សូវមានមនុស្សទេមួយឡើងទៅអញ្ចឹងទៅអ្នកនេះសារវាព្រឹកពេកអញ្ចឹងទៅវារៀងអត់សូវមានមនុស្សហើយកន្លែងលក់ដូរខ្លះក៏បើកដែរនេះបើនៅសៀមរាបវិញគឺតែស្មានហ្នឹងទាំងនេះបើកច្រើនតែច្រើនចឹងអ្នកនេះអញ្ចឹងក៏នេះគឺជាទស្សនវិជ្ជាមួយដែលចង់ចែកម្លែកដល់អ្នកនរគ្នាហើយមើលពីសម្រាប់ទស្សនវិជ្ជានៅក្នុងក្រុងសង្សាទហើយមួយយ៉ាងទៀតឥឡូវចិត្តចុចឆ្នាំហើយនៅក្នុងក្រុងក៏គេរៀបចំតុបតែងស្អាតមែនទែនសម្រាប់ទទួលភ្ញៀវទេសចរអញ្ចឹងអ្នកនេះជាអន្តរជាតិឲ្យមកទស្សនាក្រុងហើយយើងដល់ស្ពានស្ទឹងសែនេះស្អាតមែនទែនមានការរៀបចំអបភ្លើងពេលយប់ពេលរាត្រីអញ្ចឹងតែម្ដងនេះស្អាតមែនទែនហើយវាមានទស្សនវិជ្ជាក្នុងផ្សារកំពង់ធំដល់អ្នកនេះហើយមានឯករាជ្យផ្សារជើងហ្នឹងនេះគឺខ្ញុំបាននិយាយពីមុនបន្តិចនេះគឺមានការរៀបចំតុបតែងច្រើនប្លែកពណ៌ចម្រុះអីចឹងទៅសម្រាប់ទទួលភ្ញៀវជាតិអន្តរជាតិក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីប្រពៃណីជាតិខ្មែរយើងនឹងនេះស្អាតមែនទែនហើយព្រឹកនេះកំពុងតែជិះនេះគឺជើងជិះទៅរកញ៉ាំអីសិនអ្នកនរនេះសារព្រឹកឡើងសារពោះត្រីអ្នកនរនេះអញ្ចឹងយើងជិះទៅរកអីញ៉ាំបន្តប៉ុន្តែមិនដឹងថារកអីញ៉ាំនៅណាទេហើយមានជិះតារោមសិននេះព្រោះអត់ដឹងទៅកន្លែងហ្នឹងញ៉ាំនៅកន្លែងណាអញ្ចឹងក៏ជាងជិះទៅរកទៅម្ដុំផ្សារអញ្ចឹងទៅហើយលោមានអីញ៉ាំនេះគឺជាទស្សនវិជ្ជាក្នុងក្រុងសង្សែនដើម្បីប្រព្រឹត្តតែម្ដងកណ្ដាលទីក្រុងតែម្ដងនេះគឺស្ងាត់ចឹងហេតុផេបតែម្ដងនេះឃើញស្រាប់ហើយហើយវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេអ្នកនរសង្ឃឹមថាអ្នកនរចូលចិត្តវីដេអូហ្នឹងជួយចុច like subscribe ក៏ដូចជា share ផ្សេងៗអ្នកនរសង្ឃឹមអ្នកចូលចិត្ត